អូខេយើងត្រឡប់យើងឥឡូវយើងចប់តាក់ទងជាមួយដុល្លារឥឡូវនិយាយតាក់ទងមួយកូរ៉េមិនបានលះហេងចង់ដាក់កូរ៉េពូមានសម្រាប់ខ្ញុំអត់អីតែសម្រាប់គ្នាយើងក៏អត់ដឹងចឹងណាអូខេព្រោះអីមានប្រទេសច្រើនចឹងណាហើយđâyបានជាលះហេងចង់ដាក់ទៅកូរ៉េអឺចូលរឿងខ្ញុំដែលថាដាក់ទៅកូរ៉េហ្នឹងគឺដោយសារខ្ញុំគិតថាទី1កូរ៉េបើសិនយើងថាកូរ៉េវាមិនមែនជាប្រទេសមហាអំណាចមួយទេក៏ប៉ុន្តែកូរ៉េគឺជាប្រទេសមួយដែលវិស័យអប់រំហ្នឹងក៏គេលឿនរហ័សបើសិនជាប្រៀបមួយជប៉ុនហ្នឹងគឺអាចនៅជប៉ុនហ្នឹងក៏ប៉ុន្តែវាអាចបាក់ប្រហែលមួយជប៉ុនចឹងដែរចឹងហើយវិស័យខ្ញុំទៅលើវិស័យសំណង់ខ្ញុំគឺបើថាវិស័យផ្សេងខ្ញុំអត់ទេតែបើសម្រាប់វិស័យសំណង់ខ្ញុំគិតថាអឺនៅក្នុងស្រុកខ្មែរយើងអឺក្រុមហ៊ុនកូរ៉េគាត់ចូលទៅវិនិយោគបានច្រើនអញ្ចឹងវាទាមទារឲ្យយើងថ្ងៃអនាគតទៅប្រៀបដូចចិនចូលទៅវិនិយោគក្នុងស្រុកខ្មែរអញ្ចឹងបាទអញ្ចឹងបើសិនជាយើងមានឱកាសបានទៅរៀននៅកូរ៉េក៏វាល្អមួយសម្រាប់យើងដែរបាទអូអូខេអូខេអរគុណហើយយ៉ាហើយយ៉ាហើយមាន scholarship ច្រើនហេតុអីក៏រើសយក GKS ហ៎ទីមួយវាសមាមាត្រជាមួយនឹងពេលវេលារបស់សម្រាប់ខ្ញុំផងចាកាលហ្នឹងគឺអឺហឺពេលដែលអឺខ្ញុំចប់ឆ្នាំទី4ហ្នឹងខ្ញុំឡើងមើលគឺកំឡុងពេលកូវីដដល់ពេលអញ្ចឹងខ្ញុំគិតថាបើសិនខ្ញុំត្រឡប់ខ្មែរវិញគឺខ្ញុំអត់អាចរកការបានធ្វើព្រោះពេលហ្នឹងគឺកូវីដខ្លាំងខ្ញុំក៏អត់ថាខ្ញុំចប់ទៅនឹងធ្វើជាអ្វីដែរអឺហឺនិយាយឲ្យខ្លីទៅគឺពាក់ខែធំពេកច្រើន អូខេនិយាយយ៉ាងខ្លីទៅគឺរៀនតដោយសាររកការងារធ្វើអត់បានបាទហើយប្រាក់ខែឲ្យតិចពេកអូខេដល់ពេលអញ្ចឹងគឺអត់ចង់បានចឹងដូចថាអឺហឺឯងតិចទេតែប្រាក់ខែអឺហឺតិចពេកហើយណាមួយវាពិបាករកទៀតក្នុងពេលកូវីដដល់ពេលក៏សម្រេចចិត្តពីក្នុងខែ2កំឡុងពេលដែលសរសេរសារផងដាក់ apply ផងក៏តែការដាក់ apply ហ្នឹងគឺលាក់លៀមអត់ហ៊ានមាត់ប្រាប់អ្នកណាព្រោះខ្លាចអត់ទុកចិត្តខ្លួនឯងដែរច្រើន I see I see I see អូខេលហេងនិយាយតាក់ទងជាមួយនឹង GKS តិចហើយចាំតិចទៀតយើងឆ្លើយតបជាមួយសំណួរគ្នាយើងតាក់ទងមួយ GKS ព្រោះយើងថ្ងៃនេះយើងផ្ដោតសំខាន់ទៅលើ Hardcore GKS ចឹងណាអញ្ចឹងយើងចាប់ផ្ដើមណែនាំ Hardcore GKS តិចមកហើយដូចជាលក្ខខណ្ឌអញ្ចឹងឬក៏ Hardcore កន្លែងណាខ្វះខាតខ្ញុំសួរបន្ថែមអញ្ចឹងណាអូខេបាទលហេងបាទចាប់ផ្ដើមចុះចំពោះអាហាររបស់ GKS សម្រាប់បញ្ញាបត្រគឺគេបើកខ្ទង់ខែ8ដូចជានឹងខ្ទង់ខែ9ខែ8អានេះសម្រាប់ខ្ញុំគឺខ្ញុំនឹងនិយាយពីចំពោះថ្នាក់ក្រៅឧត្តមសិក្សាគឺចាប់ពី Master និង Doctor អញ្ចឹងគេជាទូទៅគេបើកខ្ទង់ខែ2ជារៀងរាល់ឆ្នាំការឆ្នាំទៅមិញគឺខ្ញុំដាក់ហ្នឹងគឺគេបើកថ្ងៃទី10ខែ2រហូតដល់ deadline ហ្នឹងវាបើសម្រាប់ខាង Embassy មុននឹងនិយាយ Embassy ខ្ញុំសូមនិយាយសិនថា GKS គឺវាមានពីរប្រភេទដែលយើងអាច apply បានក៏ស្ថិតក្នុងអាហារ GKS ដូចគ្នាហ្នឹងគឺជាអាហារូបករណ៍ចិន type A type B អញ្ចឹងដូចគ្នាបាទអញ្ចឹងមកសម្រាប់ GKS គឺយើងមាន Embassy និង University Track សម្រាប់អ្នកស្រុកខ្មែរក៏អាចដាក់ Embassy បានហ្នឹងហើយគឺយើងដាក់ apply ទៅស្ថានទូត hard copy គឺយើងសរសេរ form print form ក្នុងខ្សែ NIID មកឬក៏ Stan Korea ហ្នឹងមកគឺយើងមកបំពេញដោយកុំព្យូទ័រហើយយើងសញ្ញាដោយដៃហើយយើង apply ទៅembassy បាទហើយសម្រាប់ពួកខ្ញុំខាង University Track គឺទាមទារធ្វើនៅក្នុង online នឹងដូចគ្នាក៏ប៉ុន្តែយើង print មកសញ្ញាដៃហើយយើងផ្ញើតាមឬក៏ប្រៃសណីហ្នឹងទៅសាលាខុសត្រង់តិចដែរគឺបើសិនជាយើង embassy តាមតាមស្ថានទូតគឺយើងមានតែបើសិនជាតាម University គឺយើងមានតែពីរជុំទេជុំទី1សម្ភារហើយជុំទី2 NIID ជាអ្នកសម្រាប់យកហើយសម្រាប់ embassy គឺជុំទី1សម្ភារនៅស្ថានទូតហើយជុំទី2គឺ NIID ជាអ្នកសម្រាប់យកដូចគ្នាប៉ុន្តែជុំទី3គឺពួកគាត់ត្រូវរើស3សាលាអញ្ចឹង3សាលាហ្នឹងត្រូវរើសយកពួកគាត់វិញនៅពេលដែលគាត់ apply បាទអូហើយអូខេ
បាទតតចុះ ហើយក្រោយសម្រាប់ពួកខ្ញុំគឺខ្ញុំរើសបានមួយស្លាយគឺអត់រើសបានពីរស្លាយត្រូវរើសឲ្យដូចថាត្រូវផ្ចិតផ្ចង់មែនតើក្នុងការរើសសាលានីមួយដើម្បីឲ្យត្រូវជាមួយយើងបាទ អូខេលហេងសួរបន្តិចអាហារូបករណ៍ហ្នឹងគេឲ្យប៉ុន្មានចុះ សម្រាប់embassy តាមបើសិនជា apply តាមស្ថានទូតមួយឆ្នាំគឺគេឲ្យ10នាក់ជារៀងរាល់ឆ្នាំចា៎បាទអូខេ ដូច អាហ្នឹងតកតងមួយចំនួនអូខេ បាទដូចថាយើង apply ទៅប្រហែលអ្នកក៏ដោយគឺគេរើស15នាក់ហើយ5នាក់គឺ15នាក់គឺពួកគាត់ទៅជំរុះចេញដូចជា5នាក់សល់10នាក់តែឆ្នាំទៅតាមបទពិសោធន៍ខ្ញុំបានឃើញតគឺជាប់11នាក់ជុំទី2បាទដល់ពេលជុំទី3គឺសល់តែ9នាក់គឺសាលាក៏គាត់រីជិតគាត់2នាក់ចោលបាទតែសម្រាប់ពួកខ្ញុំគឺតាមកូតាគេឲ្យយក20ប៉ុន្តែជាប់ដូចជា25នាក់បាទ អូខេអូខេគ្នាយើងមានសំណួរអាចcomment ពីក្រោមសួរបានអូខេអធិស្ឋានខាងនឹងយើងដាក់រួចលហេងសួរបន្តិចនិយាយរួមទៅបាញ់ហ្នឹងគឺហ្នឹងហើយខ្ញុំចង់សួរតាក់ទងជាមួយនឹងអាហារូបករណ៍គេឲ្យខ្លះអញ្ចឹងណាអញ្ចឹងលហេងអាចជួយឆ្លើយទៅមើលថាតើអាហារូបករណ៍ GKS ហ្នឹងគេចេញអីឲ្យខ្លះ បាទសម្រាប់អាហារូបករណ៍ GKS ហ្នឹងគឺចេញឲ្យពេញតែម្ដងគឺទាំងថ្លៃសម្បត្តិចំហទៅមកប្រាក់ឧបត្ថម្ភជារៀងរាល់ខែហើយជាមួយនឹងប្រាក់ insurance បាទហើយនឹងការរស់នៅជាដើមអញ្ចឹងចា៎បាទទាំងថ្លៃធ្វើសារណាគឺគេចេញឲ្យយើងទាំងអស់ លហេងដូចជាកន្លែងលហេងដូចជាមានការរំខានពួកបរទេសហ៎មកសោះហ្នឹង ពួកគាត់មានគ្នាបន្តិចនៅក្នុងបន្ទប់ពួកគាត់បាទ អូ I see អឺលហេងតាក់ទងជាមួយនឹងប្រាក់ខែគេឲ្យមកគេចេញឲ្យមកដែរ ចំពោះប្រាក់ខែគឺគេឲ្យ1លានវ៉ុនបើសិនជាយើងគិតទៅវាចូលប្រហែលនឹងបើតាមបើសិនជាយើងយក1លានវ៉ុនហ្នឹងទៅ exchange នៅក្នុង website វាឡើងច្រើនច្រើនវាឡើងតែចូលដល់តែបើសិនជាពួកខ្ញុំគិតគត់តែម្ដងគឺបើត្រង់ទៅ1000 ដុល្លារអាហ្នឹងបើគិតតាមពួកបងខ្មែរនៅកូរ៉េហ្នឹងគឺគាត់និយាយគឺ1000តែម្ដងបាទ1លានវ៉ុនតែបើសិនយក XV យកទៅក្នុង website exchange អីហ្នឹងគឺវាដល់ច្រើនអូI see និយាយចឹងដល់ពេលបញ្ញាបត្រប្រហាក់ប្រហែលគ្នាតើឬក៏មិនដែរ ខ្ញុំឮថាបញ្ញាបត្រដូចជាបានតិចហ្នឹងច្រើនបាទខ្ទង់ប្រហែលអាចខ្ទង់300ហ្នឹង បាទអាចប្រហាក់ប្រហែលប៉ុណ្្នឹងច្រើនព្រោះខ្ញុំអត់ទៅច្បាស់ដែរត្រង់ខែពួកគាត់បាទយ៉ាគឺយើងអាច check បន្ថែមបាននៅ website Study in Korea ទាក់ទងជាមួយឬក៏ចាស់មុនអញ្ចឹងណាវាអត់ខុសគ្នាប៉ុន្មាននេះគ្រាន់ថាឆ្នាំនេះគឺ2022វាផុតហើយសម្រាប់ថ្នាក់បញ្ញបត្រដែលយើងចង់ដាក់តចាំ2023ថ្នាក់បញ្ញបត្រគេឲ្យដូចជាខ្ទង់56នាក់អូខេត្រឡប់មកវិញលហេងនិយាយរួមទៅដើម្បីដាក់អាហារូបករណ៍រដ្ឋបាលកូរ៉េ GKS ហ្នឹងគេទាមទារខ្លះដូចជាត្រូវចាំបាច់តើមាន IELTS ហើយ GPA គេទាមទារប៉ុន្មានចុះបាទចំពោះលក្ខខណ្ឌការជ្រើសរើសក្នុងការដាក់ apply GKS ហ្នឹងគឺគេទាមទារដំបូងហើយគឺ form យើងត្រូវ download ពី website Study in Korea ដែលគេបានប្រកាសនៅពេលដែលគេបើកអាហារូបករណ៍ហ្នឹងឡើងគឺយើងត្រូវការ download វាយកមកបំពេញហើយនៅក្នុង application form នឹងជាទៀតសោតគឺយើងត្រូវការសរសេរ study plan future plan ហើយនឹងជីវប្រវត្តិរបស់យើងតាំងពីដើមឡើយតាំងពីការរៀនរបស់យើងជាដើមអញ្ចឹងចា៎បាទហើយឯកសារបន្តបន្សំទៀតដូចយើងត្រូវចាំបាច់មានមិនថាអាហារូបករណ៍ណាចាត្រូវដូចជាកំណើតខ្លួនឯងជាភាសាអង់គ្លេសឬក៏សម្បត្តិកំណើតប៉ាម៉ាក់ឬភាសាជាភាសាអង់គ្លេសជាដើមហើយទៀត
សិនជាឥឡូវហ្នឹងគឺគេ update គឺគេត្រូវការទាមទារមាន passport សម្រាប់ GK អាហ្នឹងក៏អាហ្នឹងជា optional ទេគេទាមទារហើយចំពោះ IELTS ឬក៏អង់គ្លេសបើសិនជាយើងមានក៏ល្អបើសិនជាយើងអត់មានក៏បានដែរក៏យើងអាច apply បានដែរព្រោះស្ថិតនៅក្នុងចំណុច optional លក្ខខណ្ឌ GK បាទហើយព្រោះលក្ខខណ្ឌគេគឺគេតម្រូវឲ្យយើងឲ្យសិស្សបាទត្រូវទៅភាសាមួយឆ្នាំគឺគេផ្ដោតទៅលើភាសាតែម្ដងតែបើលក្ខខណ្ឌមួយទៀតសិនជាយើងចេះភាសានឹងភាសាកូរ៉េបានគឺយើងសរសេរ form នៅក្នុងហ្នឹងជាកូរ៉េគឺយើងមាន rank ខ្ពស់ជាងភាសាអង់គ្លេសបាទហើយនៅមានឯកសារបន្ថែមទៀតដែលមានស្ថិតនៅក្នុង link សូមឆែកមើល link បន្តិចហើយតាមសំណួរអត់អីទេនឹងចំណែកពេលច្រើនគាត់ថាចំពោះ form ដែលយើងត្រូវ download ពី NIID ហ្នឹងគឺនៅពេលដែលគេបើកបួកហ្នឹងមានដូចជាយើងត្រូវបំពេញមានដូចជា application form អាហ្នឹងគេយើងត្រូវបំពេញឈ្មោះ page យើងឲ្យរូបថតថ្ងៃខែឆ្នាំកំណើតយើងនៅណាបាទហើយនឹងមាន email ឬក៏មានជំនាញមួយដែលយើងចង់ apply យើងទៅត្រូវចង់រៀនជំនាញ master ឬក៏ doctor នៅក្នុងហ្នឹងបាទហើយមួយទៀតត្រូវដាច់ខាតត្រូវតែមាន personal statement ហើយជាមួយនឹង statement of purpose អានេះគឺត្រូវខាតត្រូវតែមានសម្រាប់យើងថ្នាក់យើងបើចំពោះបញ្ញាបត្រក៏ពួកគាត់មានដែរច្រើន personal statement ហើយជាមួយ statement of purpose ហើយអ្វីដែលសំខាន់មួយខ្ញុំភ្លេចមុនហ្នឹងគឺ recommendation ចំពោះបញ្ញាបត្រគឺគេទាមទារ recommendation តែមួយទេពីលោកគ្រូដែលយើងស្គាល់ចិត្តស្នេហ៍ឬក៏ដើម្បីឲ្យគាត់វិតម្លៃរបស់យើងនៅខិតទស្សនាហ្នឹងបាទតែចំពោះ master ឡើងទៅគឺគេទាមទារចំនួន2ពីគ្រូណាក៏បានជា professor ឬក៏ជា associate professor ក៏បានឬក៏ជាប្រធាន department អីក៏បានបាទគឺ recommend ហើយrecommend ហ្នឹងគឺត្រូវប្រយ័ត្នប្រយែងនៅពេល apply បាទត្រូវ seal បិទហើយមានសញ្ញាពួកគាត់នៅលើមាត់ស្រោមសបុកផងដែរហើយនឹងលក្ខខណ្ឌផ្សេងបន្តសំទៀតយើងគ្រាន់តែគ្រីសធម្មតាបាទហើយឯកសារដែលយើងត្រូវមានចាំបាច់នៅពេល apply master ឬក៏ doctor ហ្នឹងគឺយើងការស្ដាប់បាត់ឬក៏ transcript អាហ្នឹងគឺត្រូវតែមានបាទតែសម្រាប់ករណីខ្ញុំបាទតមកហែងអត់អីសម្រាប់ករណីខ្ញុំគឺខ្ញុំអត់ទាន់មានសញ្ញាបត្រគឺយើងអាច apply បានដែរតែឲ្យយើងពឹងទុកថាយើងអាចចប់មុនពេលយើង fly មកទេបាទអាហ្នឹងគឺយើងអាច apply បានបាទអូខេលហែងអញ្ចឹងកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ចេះទី1គឺ IELTS គឺអត់ចាំបាច់ទេមានក៏បានអត់ក៏បានអូខេទី2យើងឆ្នាំទី4បើសិនបើយើងអាចចប់មុនពេលគេបើកព្រោះធម្មតានៅកូរ៉េចូលរៀនខែ8អញ្ចឹងមានន័យថាបើសិនជាយើងឆ្នាំទី4ចប់មុនខែ8យើងអាចចូលរៀនបានទី3ចង់បញ្ជាក់លហែងGPA គេទាមទារប្រហែលយ៉ាងតិចសម្រាប់អាហារូបករណ៍ហ្នឹងបាទចំពោះ GPA គឺគេទាមទារដូចជា 2.73 75ឡើងទៅច្រើនបាទអូខេវាទាមទារដាក់បាទអត់ចាំបាច់ត្រូវការខ្ពស់ពេកទេច្រើនបាទថ្នាក់បញ្ញាបត្រហើយនឹងអានោះដូចខុសគ្នាដូចគ្នាប៉ុន្តែសម្រាប់ប្រទេសខ្មែរយើងគឺនៅពេលដែលផ្លាយ apply បញ្ញាបត្ររឿងបំផាន់ទីដែលធ្លាប់ទៅហ្នឹងគឺបាអង្គការ convert GPA គឺខាងសាលានៅកូរ៉េនេះគឺទាមទារ GPA ខ្លាំងមែនទែនចឹងដល់ពេលអញ្ចឹងពេលអ្នកខ្លះគាត់ត្រូវបោះបង់ដោយសារតែ convert GPA អត់ត្រូវខាងសាលាគេអត់ត្រូវការអញ្ចឹងហើយខាងសាលាគេគាត់យល់វិស័យអប់រំរបស់យើងហ្នឹងដឹងអាច GPA អញ្ចឹងគាត់អាចលើកលែងករណីហ្នឹងបានបើសិនជាយើង convert GPA ហើយគឺវាអត់ត្រូវនៅអ្វីដែលគេត្រូវការហ្នឹងគឺលើកលែងអញ្ចឹងបានច្រើនបាទក៏ប៉ុន្តែមានអ្នកខ្លះទៀតបាទឡាយ
ឡានៅកូរ៉េបាទឬក៏ខាងស្ថានទូតហ្នឹងគាត់អញ្ចឹងត្រូវតែម្ដងបាទ យល់លះហេងបកទៅមួយទៀតតើតមួយជំនាញនិយាយរួមទៅជំនាញឯខ្លះចឹងអាចដាក់បានទៅហ្នឹងព្រោះមានគ្នាយើងស៊ូនឹងគឺដូចជាប៉ែតដូចអីមានទេ ចំពោះជំនាញសិនជាជំនាញ master ហើយក៏គ្រប់គឺអស់ទៅទាំងប៉ាត់ទាំងអីហ្នឹងមានអស់ដូចជាសិស្សបងបែបគឺគាត់រៀនខាងទៅពីតាគឺមានហើយបែបគឺមានបែបគ្រប់មុខបែបមិញទាំងអីហ្នឹងគឺមានទាំងអស់ហើយខាងវិទ្យាខាង engineer ខាង science ខាងសង្គមនេះគឺមាននៅក្នុងនឹងទាំងអស់ចា៎បាទ អូខេ ហើយចំណែកឯសកលក៏មានច្រើនគឺមិនថានៅក្នុងសេអ៊ូឬក៏នៅប៊ូសានឬនៅខ្វាជូឬក៏នៅទូនោះគឺមានច្រើនអស់ច្រើនបាទ អូខេយ៉ាអឺលះហេងមានដឹងថាឧទាហរណ៍ក្នុងករណីដែលចប់ឧទាហរណ៍ណាឧទាហរណ៍ថាយើងជាប់ master អញ្ចឹងទៅយើងតង់ត PhD ឬក៏យើងចប់បញ្ញាបត្រឧទាហរណ៍ GKS ហ្នឹងទៅចង់ត master អញ្ចឹងណាឬក៏ពី master ទៅ PhD អាហ្នឹងយើងតបានត្រង់តែម្ដងឬក៏យើងត្រូវធ្វើម៉េចបើថាយើងចង់រៀនតព្រោះដូចមិនអីយើងអាចតបានណាGKS បានទេ សម្រាប់ខ្ញុំបច្ចុប្បន្នដែលតាមខ្ញុំទទួលដំណឹងបានហ្នឹងគឺមានសិស្សច្បងខ្លះគាត់និយាយថានៅពេលដែលយើងចប់ហើយយើងដាច់ខាតត្រូវទៅខ្មែរហើយខ្ញុំដំណឹងពីសិស្សច្បងខ្លះទៀតគាត់និយាយថាយើងអាចតបានតែប៉ុណ្ណឹងលក្ខខណ្ឌវាដូចជាលក្ខណៈថាយើងមកធ្វើក្នុងបទសមុទ្រចាពីកម្រក្នុងការជួបទីខ្ញុំឮពីសិស្សច្បងមកទៀតថាតបានលុះត្រាតែតលក្ខណៈផ្សេងដូចជា scholarship professor អញ្ចឹងបាទI see លះហេងបើសិនជាចប់នៅកូរ៉េនឹងបើយើងដល់ដូចលះហេងមិននិយាយថាចប់ទៅត្រូវត្រឡប់ទៅខ្មែរវិញចុះក្នុងករណីដែលយើងអូខេយើងអត់ចង់មកហើយរកការធ្វើនៅកូរ៉េបានទេតើបាទបាន ធ្លាប់លឺហ៎បាទបច្ចុប្បន្នមានសិស្សច្បងច្រើនដែលគាត់ធ្វើការនៅកូរ៉េហ្នឹងមានច្រើនពេកមានសិស្សច្បងទៀតមានសិស្សច្បងគាត់ថាយើងត្រូវធ្វើការដូរវីសាដែលទាននៅកូរ៉េហ្នឹងហើយប្រឡងឲ្យដូរវីសាវិញណាជាចន្ទ្រៃហើយបើនិយាយរឿងខុសច្បាប់អាហ្នឹងយើងអត់និយាយទេហើយបាទអាហ្នឹងយើងអត់និយាយទេតែបើសិនជាមួយទៀតគឺយើងនៅបានតែលុះត្រាតែក្រុមហ៊ុនហ្នឹងត្រូវធានាវីសាច្រើនទៀតបានអូខេយល់ប៉ុន្តែថាអ្វីដែលសំខាន់គឺយើងចប់ព្រោះយើងអាចមានលទ្ធភាពធ្វើការនៅកូរ៉េនឹងបានអូខេយ៉ាល្អតាមានអីទៅទីលេខអូខេយ៉ាអូខេឥឡូវយើងមកឆ្លើយសំណួរគ្នាយើងបន្តិចសិនឡើងសំណួរគ្នាយើងគាត់សួរថាអូខេសំឡេងខ្ញុំគិតថាបញ្ហាទេគាត់សួរថាអូខេគាត់អត់សូវប្រកែនិយាយអង់គ្លេសហើយចូលរៀនវិញដាក់ទី2ថ្មីអញ្ចឹងគាត់អាចដាក់អានឹងបានអត់អារកោ GKS ឬក៏ KGSP ណាបានទេឧទាហរណ៍គាត់ទៅប្រកែអង់គ្លេសអញ្ចឹងឧទាហរណ៍នេះជាសំណួរគាត់ដែលអាចឆ្លើយតាមកាគុំបាទចំពោះគាត់ដែលអត់ប្រសើរប្រការអង់គ្លេសក៏អាចដាក់បានដែរតែគាត់អាចសេអត្ថបទជាភាសាអង់គ្លេសបានខ្លះអញ្ចឹងណាព្រោះក្នុងហ្នឹងគេទាមទារឲ្យយើងទៅសេ personal statement ហើយ statement of purpose ហ្នឹងគឺយើងត្រូវការសរសេរជាភាសាអង់គ្លេសព្រោះយើងអាចសរសេរភាសាផ្សេងតែបើសិនជាយើងទៅកូរ៉េអាហ្នឹងគឺរ៉ែងរឿងខ្ពស់គេអត្តភាពហ្មងបាទអូខេលហេងនិយាយមកចាទី2យើងអត់សូវប្រការអង់គ្លេសក៏យើងអាចត្រូវចេះនិយាយភាសាតាក់ទងគ្នាខ្លះព្រោះនៅពេលដែលយើង apply ទៅសាលាមួយបើសម្រាប់University Tech
គឺយើងត្រូវការ apply ទៅដែលយើងចង់រៀនយើងត្រូវរើសតែមួយឯងអញ្ចឹងយើងទៀមទាសម្ភារអញ្ចឹងមុនសម្ភារគឺត្រូវ scanning document របស់យើងដែលយើងផ្ញើទៅសាលាហ្នឹងឯកសារយើងគ្រប់គ្រាន់អត់ហើយឯកសារយើងសរសេរហ្នឹងវាត្រូវគោលការណ៍របស់guideline របស់ KG ដែលឲ្យអត់ជាមានសញ្ញារូបថតឬក៏សញ្ញាកុំឲ្យគាត់ខុសអីជាដើមច្រើនបើសិនជាយើងគោរពលក្ខខណ្ឌនឹងបានអាហ្នឹងគឺយើងចូលទៅដល់វិសម្ភារហើយបានយើងសម្ភារជាប់ហើយបានចូលយើងជាប់ជុំទី1បាទអូខេលហេងបន្តទៀតណាសំណួរគេសួរថាបើសិនជាយើងចង់ដាក់ហ្នឹងគួររៀបចំឬក៏ត្រៀមអីខ្លះចង់ដាក់ hardcore GKS ហ្នឹងសម្រាប់ខ្ញុំគឺខ្ញុំគ្រាកឲ្យទី1គឺយើងយកអាដែលគេប្រកាសឆ្នាំទៅហ្នឹងយកមកមើលហើយយើងរៀនបំពេញឲ្យហើយទុកឲ្យហើយនៅពេលដែលគេប្រកាសបើកឆ្នាំថ្មីមកគឺយើង copy ដាក់ទៅម្ដងហើយគូធ្វើតាមមើលហើយធ្វើតាមទៅម្ដងបាទហើយទី2គឺpersonal statement ហើយនិង statement of purpose ហ្នឹងគឺត្រូវតែមានដាក់ខាតទៅមកព្រោះអាត្រូវការប្រើពេលយូរច្រើនដូចច្រើនធ្លាប់បាននិយាយពីមុនមកអញ្ចឹងខ្ញុំធ្លាប់តាម page ច្រើនគឺវាត្រូវការប្រើពេលយូរក្នុងការសរសេរវាឲ្យលម្អិតផ្ចង់មិនមែនត្រឹមតែខែឬក៏2ខែយើងអាចសរសេរបានគឺយើងអាចសរសេរបានប៉ុន្តែវាអត់ដូចថាវាអត់លម្អិតវាអត់សូវត្រូវនៅអ្វីដែលគេចង់បានហើយពួកអាហ្នឹងទៀតទៅគឺយើងត្រូវសរសេរនៅតាមប្រភេទអាហារកនីមួយៗទៀតបាទហើយបន្តមកទៀតគឺ recommend គឺត្រូវការដាច់ខាតហ្មងព្រោះអា recommend ហ្នឹងគឺរៀងយូរសម្រាប់ខ្ញុំការ apply ហ្នឹងគឺរៀងមែនតើសម្រាប់ professor ដែលខ្ញុំសូមគាត់មកហ្នឹងគឺគាត់ស្រួលគឺគាត់ធ្វើឲ្យភ្លាមតែម្ដងព្រោះគាត់ដឹងថាហ្នឹងគេចាំបាច់ហើយអ្វីឯកសារដែលត្រូវការចាំបាច់ទៀតនោះគឺសញ្ញាបត្រមានសម្បត្តិគឺយើងត្រៀមទុកឲ្យយើងយកទៅបញ្ជាក់នៅក្រសួងការបរទេសទុកឲ្យជាមួយនឹង transcript យើងយកទៅបញ្ជាក់ឲ្យសម្បត្តិកំណើតយើងបើសិនមាន passport ទៀតអាហ្នឹងយើងត្រូវព្រីនទុកឲ្យទៅហើយឯកសារដែលយើងត្រូវការក្រសួងការបរទេសមានដូចជាសញ្ញាបត្ររដ្ឋបាលបន្ទុកហើយសម្បត្តិកំណើតសភៅគ្រួសារសម្បត្តិកំណើតប៉ាម៉ាក់ជាតែចំពោះ KKS បើសិនជាយើងអត់មានគ្រួសារទេយើងអាចដាក់សម្បត្តិកំណើតប៉ាម៉ាក់បាទហើយបើសិនយើងមានសម្បត្តិកំណើតប៉ាទេយើងអាចដាក់សភៅគ្រួសារបាទអូខេលហេងរៀបចំបកប្រែឯកសារ passport អីសរុបទាំងអស់លហេងត្រៀមនឹងអស់មែនសម្រាប់ต้องផ្ញើទៅឲ្យគេដែលต้องផ្ញើទាំងពាក្យតើគេជរុំមកសរុបជរុំអានេះគឺយើងរបៀបថាដាក់ហាត់ក៏វាដូចជាសេរីអញ្ចឹងថាយើងវិនិយោគប៉ុន្តែលហេងចំណាយប៉ុណ្ណាដែលតកតងជាមួយនឹងហ្នឹងសម្រាប់តាមពីដើមលើដើមទីមកពេលដែលគេបើកបួកភ្លាមខ្ញុំចាប់ផ្ដើមបកក៏ប៉ុន្តែខ្ញុំបកប្រែភៅសម្បត្តិកំណត់ហ្នឹងមួយច្បាប់ដូចជាការហ្នឹងថ្លៃគឺគេយក7រៀលជាងបាទនៅប្រជាជនមួយដែលនៅឡាវគឺពិបាកក្នុងការបកប្រែអាហ្នឹងគឺខ្ញុំនៅឡាវអញ្ចឹងខ្ញុំខាងខ្មែរបកប្រែហើយខ្ញុំគាត់ថាគឺសុំជា file PDF គាត់ផ្ញើជា file PDF វិញខ្ញុំប្រកាសបកប្រែប៉ាម៉ាក់ផងហើយនឹងខ្ញុំផងអញ្ចឹង3ច្បាប់ប៉ុន្តែហ្នឹងអត់មានត្រាដល់ពេលអញ្ចឹងទៀមទាខាងសាលាខាង KKS គាត់ត្រូវការឲ្យមានបញ្ជាក់ពីក្រសួងការបរទេសហើយដល់ពេលអញ្ចឹងខ្ញុំអាចទៅក្រសួងការបរទេសបានគឺខ្ញុំទី1គឺទៅសន្ទូតខ្មែរចាំនៅឡាវដើម្បីឲ្យគាត់បញ្ជាក់ប៉ុន្តែសម្រាប់ខ្ញុំជានិស្សិតអញ្ចឹងក៏អត់ដល់គាត់ដែរគឺគាត់ធ្វើអត់យកលុយគឺគាត់បញ្ជាក់តម្រង់សញ្ញាបត្រប៉ុន្តែសម្រាប់ករណីខ្ញុំគឺខ្ញុំអត់មានសញ្ញាបត្រទេប៉ុន្តែខ្ញុំសុំលិខិតបញ្ជាក់ថាខ្ញុំកំពុងរៀនឆ្នាំទី4ឆមាសទី2ដែលកម្រងចិត្តថានឹងចប់ឆ្នាំហ្នឹងហើយចុងចប់ឆ្នាំ8ហ្នឹងបាទអញ្ចឹងសុំលិខិតនឹងមួយមកហើយជាមួយនឹង transcript ដើម្បីយក apply ជាខ្ញុំយកពួកអាហ្នឹងទាំងអស់ទៅបញ្ជាក់នៅស្ថានទូតខ្មែរប្រចាំនៅកូរ៉េទៅឡាវបានបញ្ជាក់ឲ្យក្នុងថ្ងៃហ្នឹងតែបាទហើយតមកទៀតហ្នឹងគឺបាទចំពោះលុយគឺខ្ញុំអស់ពេលហ្នឹងកំឡុងពេលហ្នឹងគឺខ្ញុំអស់លុយតែបកប្រែសម្បត្តិកំណើតទេដូចជា3អាច20រៀលចុះបាទ20រៀលតែប៉ុណ្្នឹងហើយប៉ុន្តែឯកសារហ្នឹងទៀត
ខ្ញុំត្រូវយកទៅបញ្ជាក់នៅស្ថានទូតកូរ៉េម្ដងត្រូវ accept ពីស្ថានទូតកូរ៉េម្ដងព្រោះលក្ខខណ្ឌIID ក៏គាត់បានបញ្ជាក់ឲ្យត្រូវសាលាខ្លះបើសិនជា university មានសាលាគឺត្រូវការត្រូវធ្វើតាមសាលាខ្លះគឺគាត់ត្រូវការឲ្យបញ្ជាក់ពីស្ថានទូតកូរ៉េដូចជាឆ្នាំទៅគឺមានចុងណាំ National University គាត់ត្រូវការបញ្ជាក់ពីស្ថានទូតកូរ៉េមកតង់ទៀតបាទដល់ពេលអញ្ចឹងត្រូវយកអានេះទៅឲ្យសាលាខ្ញុំហ្នឹងក៏ទៀមទាអញ្ចឹងដែរច្រើនអញ្ចឹងខ្ញុំត្រូវយកពួកហ្នឹងទៅបញ្ជាក់នៅស្ថានទូតកូរ៉េបញ្ជាក់ឡើងម្ដងទៀតអញ្ចឹងដូចជាខ្ញុំទៅបញ្ជាក់ទាំងអស់ហ្នឹងជាអត់ដល់%គីបទេផ្លេចលុយឡើងបាត់ហើយដូចជាអត់ដល់ទៅត្រឹម5រៀលទេចាំបាទតាមអ្វីខ្ញុំចាំបាទគឺជាលុយដុល្លារ15រៀលអញ្ចឹងគឺបានឯកសារទាំងអស់ហើយរៀបចំអស់ហើយ form ហ្នឹង print ហ្នឹងគឺអត់អស់ចិត្តហ្នឹងគឺកាលហ្នឹងខ្ញុំមានម៉ាស៊ីន print ខ្ញុំអាច print ខ្លួនឯងបានបាទហើយអ្វីផ្សេងទៀតគឺអស់ហើយគឺខ្ញុំចាប់ផ្ដើមទៅបិទរូបថតគឺ apply តាមប្រៃសណីគឺខ្ញុំ apply តាម DHL គឺ apply ដែរ DHL ចា$85បាទ$85ទាំងបង់ទាំងអីទាំងអស់ទៅដល់សាលាម្ដងសាលានៅតាមខេត្តអញ្ចឹងត្រូវឆាចឡើងដូច22រៀល23រៀលលើខែទៀតចាអញ្ចឹងបូកទៅប្រហែលជាខ្ទង់100ជាងអូខេបើសិនជាយើងអត់មានប៉ាសពតយើងត្រូវទៅថែមទៀតចាបាទបើសិនយើងអត់មានប៉ាសពតអីបាទចូល3-400ហ្នឹងគឺយើងត្រូវទៅសុំ professor ហ្នឹងត្រូវមានឲ្យខ្លះឲ្យ professor បាទអាហ្នឹងទៅតែមានចឹងហ្មងចាបាទតាមបទពិសោធន៍ខ្ញុំហើយបើតបងខ្លះដែលគាត់ដាក់ចំណងខ្ញុំហ្នឹងក៏គាត់និយាយថាគាត់ជូន professor ម្ដងអស់100ទៅ200អាហ្នឹងនិយាយបើកមកចឹងថាដាក់ម្ដងគឺចិត្តអស់500បាទអញ្ចឹងពិបាកដែរអាហ្នឹងយើងអញ្ចឹងអីយើងចង់ស្ទួយត្រីធំយើងទៅអត់ដាក់នុយធំដែរតែបើសិនជាប៉ុន្តែបើសិនយើងអត់ជាប់ក៏យើងបានបានឯកសារអញ្ចឹងណាបានបបសបានឯកសារហ្នឹងសម្រាប់ដាក់ហាត់កបផ្សេងអូខេឥឡូវយើងចាំមើលខ្ញុំឆែកមើលសំណួរគ្នាយើងបន្តទៀតអូខេលហេងនិយាយរួមទៅ topic គេត្រូវការអត់និយាយរួមTOEIC បាទត្រូវ TOEIC លក្ខណៈជាភាសា អត់ទេ topic តែភាសាអង់គ្លេសយ៉ាបើសិនជា topic ភាសាបើសិនជាយើងមានគឺយើង apply លើសពី3ឡើងទៅយើង apply ឲ្យគេនឹង ឆ្នាំភាសាយើងនឹងឲ្យអញ្ចឹងយើងត្រូវរៀនតែ2ឆ្នាំបាទតែបើសម្រាប់កម្រិតខ្ញុំ idea ខ្ញុំគឺថាបើសិនជាខ្ញុំមាន topic ហើយក៏ខ្ញុំអត់ apply ដែរចាមូលហេតុគឺបើនិយាយរឿងអត់សំណាយទៅគឺថា3ឆ្នាំលុយច្រើនចាI see យ៉ានេះវាតតងជាមួយអ្នកខ្លះដែរគាត់ទៅរៀនក្រៅប្រទេសយើងទៅប្រទេសខ្លះគេឲ្យតែ1ឆ្នាំអញ្ចឹងណាបាទយើងអត់បាន enjoy ប្រហែលនិយាយរួមទៅរៀនរហូតឲ្យដូចមិនអញ្ចឹងទៅគេមាន research student អញ្ចឹងបូកបញ្ចូលគ្នាទៅវា3ឆ្នាំដែរប៉ុន្តែបើសិនយើងចប់ទៅដល់ផ្ទះវិញអូខេមានអី2ឆ្នាំតែវា too short ចៅលីរត់ទៀតអត់ចិត្តនិយាយលេងអូខេលហេងបកត្រឡប់ទៅវិញណាវ៉ុនគាត់សួរថា GPA 2ចុចដាក់បានអត់បើសិនជា GPA 2ចុចខ្ញុំក៏អត់ហ៊ាននិយាយថាបានយើងអាចដាក់បានក៏តែលទ្ធផលខ្ញុំអាចធានាទុកបានថាវាលទ្ធផលចេញទៅជាយ៉ាងណាព្រោះក្នុង guideline របស់ព្រះរដ្ឋាភិបាលកូរ៉េគាត់បានបញ្ជាក់ 2.6 ជាងឬក៏70ហ្នឹងឡើងទៅម្ដងហើយក៏មិនប្រកាសថាអ្នកបាន GPA 2.6 ឬក៏ 2.7 ហ្នឹងជាប់ធ្លាក់ដែរច្រើនអ្នកខ្លះ3.5 3.4 ហើយនៅធ្លាក់ច្រើនបាទមានតែខ្ញុំអត់សុំអត់បញ្ចេញឈ្មោះហើយគឺអញ្ចឹងគឺគាត់ដល់4ចុចហ៎បាទរៀននៅស្រុកខ្មែរហើយគាត់ខ្លាំងអង់គ្លេសគាត់នៅវគ្គសម្ភាសន៍បាទI see យ៉ា
ខ្ញុំបានឃើញដែរនិយាយរួមទៅគេទៀមទាប៉ុណ្ណឹងអញ្ចឹងមិនមែនថាយើងបើនិយាយពីលក្ខខណ្ឌយើងវាមិនគ្រប់ទេប៉ុន្តែបើយើងអាចដាក់បានវាដាក់បានតែសំខាន់ជាប់ឬមិនជាប់អត់ដឹងគាត់ថាធម្មតាតែយើងមិនគ្រប់របស់គេមិនបើគេយោគយល់ចេះតែបានតែបើគេមិនយោគយល់ក៏បាត់ដែរអូខេបន្តទៀតលហេងបើសិនបើអូខេគាត់តែបើសិនជាតកតងជាមួយរៀបការហើយឬក៏មិនទាន់រៀបការអញ្ចឹងសំណួរគ្នាយើងសួរអាហ្នឹងGKS មិនដែរមានបញ្ហាអត់អីណាដូចជាអត់មានបញ្ហាច្រើនព្រោះនៅក្នុងនេះគឺគេមាន option មួយឲ្យយើងរើសជាលក្ខណៈថា married ឬក៏អត់ចឹងតែសម្រាប់ខ្ញុំគឺអ្នកដែលគាត់ជាប់ដែលខ្ញុំសង្កេតមើលហ្នឹងគឺ single ទាំងអស់តែគាត់ថាគាត់មានសង្សារឬក៏មានមិត្តប្រិយមិត្តប្រុសហ្នឹងក៏គាត់មានI see តែបើសិនជាលក្ខណៈ married ហ្នឹងគឺត្រាតែគាត់តប GKS ហើយមានបងខ្លះគាត់ married តាមក្រោយអញ្ចឹងចាំបាទI see លហេងតកតងមួយកន្លែងនេះចង់សួរលហេងចេះឧទាហរណ៍ថាបើសិនជាយើងជាប់អាហារូបករណ៍ហ្នឹងសម្រាប់យើងចង់នាំគ្រួសារយើងទៅបានអត់ធ្លាប់មានសិស្សច្បងណាធ្វើអញ្ចឹងឯងដូចជាឲ្យគេអត់ឲ្យបាទខ្ញុំអត់ទាន់ច្បាស់ដែរព្រោះអត់ទាន់ធ្លាប់ឃើញថាបងមកបាទអូខេនៅជប៉ុនគឺអត់បញ្ហាអាហ្នឹងប៉ុន្តែចាយលុយខ្លួនឯងទៅអូស្ត្រាលីក៏អូខេប៉ុន្តែចាយលុយខ្លួនឯងគេអត់ចេញលុយឲ្យទេតែបើហារូបករណ៍នៅអឺរ៉ុបខ្លះគេចេញលុយឲ្យណាអ្នកផ្ទះយើងគេចេញលុយឲ្យកូនអីគេចេញលុយឲ្យដែរអូខេតទៅមុខទៀតគ្នាយើងសួរថាអាហ្នឹងបើសិនជានិទេស GKS បើសិនជានិទេសសម្រាប់អ្នកជាប់បាក់ឌុបភ្លាមលហេងគិតថានេះទេដែរតាមបបសោតបើសម្រាប់ចាប់បាក់ឌុបខ្ញុំរៀបមិនឲ្យចាប់បាក់ឌុបចាប់ពីនិទេសសេឡើងទៅគឺវាល្អបាទថា D ឬក៏វា EA ល្អវាល្អដូចគ្នាប៉ុន្តែវាការបញ្ជួយគួរប្រជែងទៅក្រៅប្រទេសវារៀងខ្លាំងដែរបាទនឹងអ្នកគាត់និទេសគាត់អាចនៅទៅរៀននៅក្រៅបានដែរអានឹងខ្ញុំលើកទឹកចិត្តត្រង់ហ្នឹងបាទខ្ញុំឲ្យបាក់ទឹកចិត្តពេលយើងបានថាទៅហើយអីបាននិទេសពីហើយយើងខ្ជិលទៅរៀនក្រៅប្រទេសនិទេសទៀតអត់ទេគឺវាអាស្រ័យទៅលើការសម្ភាសការរៀបចំឯកសារការសរសេរអត្ថបទនិងការ apply របស់យើងហ្នឹងគឺវាមានត្រូវលក្ខខណ្ឌការរបស់គេអត់បាទអូខេលហេងលហេងសួរអាកន្លែងហ្នឹងវាប្រហែលជាតកតងគ្នាពេលយើងពងរៀនហ្នឹងយើងពងរៀនហ្នឹងយើងអាចធ្វើការក្រៅម៉ោងបានអត់សម្រាប់ខ្ញុំគឺក្នុងលក្ខខណ្ឌរបស់NID គាត់អត់ឲ្យធ្វើការគាត់ថាឲ្យធ្វើ no research no បាទ no research ហើយជាមួយនឹង no work តែហ្មងបើសិនជាគាត់តាមដានដឹងគឺគេនៅទីណីចំនួនដូចជា1លានវ៉ុនបាទសូណែនៅជប៉ុនអាចធ្វើការបាន28ម៉ោងមួយសប្តាហ៍ទី2ខ្ញុំឮអ្នកដែលគាត់ធ្វើការផាត់ហ្នឹងវាមានច្រើនលក្ខណៈដែលគាត់ធ្វើបានតែខ្ញុំអត់ដឹងថាករណីខ្លះដែលគាត់អាចធ្វើបានខ្ញុំអត់ទាន់បានគាត់បញ្ជាក់ព្រោះដោយសារតែរវល់នឹងការរៀបសារច្រើនពេកបាទអូខេឡើយតោះសួរបន្តទៀតអូខេយើងឆ្លើយតបគ្នាអូខេឥឡូវយើងបន្តម្ដងក្រោយអូខេនៅក្រេ Master 2ឆ្នាំតើអត់ហើយបាទបូកជាមួយនឹងព្រះភាសា1ឆ្នាំទៀតគឺ3ឆ្នាំនេះ Master បាទ PhD 4ឆ្នាំតើអត់បាទហើយបញ្ញាបត្រ5ឆ្នាំតែបើសិនយើងមានភាសាកូរ៉េយើងអាចរៀនតែ4ឆ្នាំត្រូវអត់បាទប៉ុន្តែតកតងជាមួយដូចជាឃើញឆ្នាំហ្នឹងឬថាគ្នាយើងនិយាយថាមាន8មានអីចឹងណាអាចឡើងដល់5-6ឆ្នាំបាទហើយមានដឹងបាទដូចជាអគតិគឺឡើងដល់6ឆ្នាំទាំងភាសាបាទអូខេឡប់ទៅវិញគ្នាយើងសួរ
lại nhỉ tẹt tông cho mùi nâng ăn tẹt tông mà hai cô nângนี่ยังสู้ท่านรีบไอ้กระสามุนประมาณทั้งไงมุนเดดไลน์แต่ไปตอนเนื้อนะ how อย่า application fee មានបងអត់ទៅតាមសាលាដែរទៅតាមសាលាមួយចំនួនមានអត់ ដូចជាបងនេះច្រើនបាទបងនិយា អ យ ត់បងឯ ថា application fee នេះ បាទយើងដល់អា form អាបំពេញគឺយើងមកតែមួយថ្ងៃក៏ច្រើនឯកសារមកហ្នឹងមានដូចជា personal statement ហើយ statement ហើយពីដែលត្រូវការត្រៀមអាហ្នឹងត្រូវថាយើងចង់ដាក់អារូបមួយណានៅថ្ងៃខាងមុខត្រូវការទេវាចង់តែឡើងទៅគឺអាចអូរោងចក្រគេបើកបុកអីគឺអត់បាទព្រោះខាងទីនៅពេលផ្លាយវាទៀមទាវាអាស្រ័យទៅលើ deadline សាលានីមួយៗសម្រាប់សាលាខ្ញុំគឺ deadline គឺគេបើកជារៀងរាល់ឆ្នាំបើកខែ2ពាក់កណ្ដាលខែ2ឬក៏ដើមខែ2អញ្ចឹង deadline របស់សាលាខ្ញុំគឺដើមខែ4បាទទីខែ4ទីខែ4ហើយសាលាខ្លះគឺចុងខែ3ហើយសាលាខ្លះទៀតគឺដើមខែ3ហើយទៀតគឺចុងខែ4ហើយសាលាខ្លះទៀតគឺពាក់កណ្ដាលខែ3អញ្ចឹងទៅច្រើនបាទអូI see យ៉ាអាហ្នឹងខ្ញុំឆ្លើយហ្មងក៏បានដែរ GPA យើងសួរ GPA 3.75អាចស្មើនឹងនិទេសបាក់ឌុបប្រហែលដែរអាហ្នឹងវាអាស្រ័យទៅលើប្រព័ន្ធយើងបើសិនជាយើង4ចុចប្រហែលជាវានិយាយរួមទៅវា40អញ្ចឹងណាអញ្ចឹង37លើ40អញ្ចឹងវាជិត90វាគៀកនឹង90បាទវាលើសពី90%ហើយអញ្ចឹងបើសិនជាទេសយើងប្រហែលជាក្បិសយើងត្រូវលើសពី90អញ្ចឹងណាbut I think it's not correct យ៉ាពិបាកធីបអាហ្នឹងធីបមិនត្រូវមួយគ្នាព្រោះប្រព័ន្ធពីរហ្នឹងប្រើវាអត់ត្រូវគ្នាតែទៅមួយ GPA ហើយហ្នឹងនិទេសហ្នឹងព្រោះ GPA វាគិត100ក្បិសហើយ GPA វាគិត3.75ប៉ុន្តែយើងអាចចែកបានបើសិននៅក្នុងករណីយើងចង់ដឹងច្បាស់គិតចេះវិញយើងយកអា3.75ហ្នឹងចែកជាមួយនឹង4ទៅយើងដឹងហើយប្រហែលភាគរយអញ្ចឹងណាយើងអាចកាញ់មកបានបើសិនជាទេ A 100% យើងអាចកាញ់របៀបចឹងបានប៉ុន្តែអាពីរហ្នឹងបើសិនជាក្នុងករណីអ្នកនរគ្នាដាក់ថ្នាក់master អត់ចាំបាច់ប្រើទី12ទៀតទេអូខេលហេងកាត់តិចលហេងគ្នាយើងសួរលហេងបកស្រាយតិចចុះបាទគ្នាយើងសួរថាសារណាហ្នឹងស្អីគេសារណាហ្នឹងគឺបើយើងពាក្យបច្ចេកទេសភាសាខ្មែរគឺ Nikabot តែយើងធ្លាប់និយាយថាសារណាសារអាហ្នឹងគឺជាសារណាបត់ដើម្បីបញ្ចប់អ្វីយើងរៀនរយៈពេល4ឆ្នាំយើងធ្វើជាគម្រោងមួយដើម្បីឡើងធ្វើបង្ហាញឲ្យគ្រូបានឃើញបានស្វែងយល់ថាយើងបានធ្វើ project នឹងប៉ុណ្ណឹងអញ្ចឹងចាអាហ្នឹងអ្វីដែលខ្ញុំយល់គឺអាហ្នឹងគឺសារណាដល់ចុងឆ្នាំគឺត្រូវការសរសេរតែមកចំពោះជំនាញ engineering បាទអូខេអូខេយើងចាំឆ្លើយបន្តទៀតលហេងស៊ូចេះត្រឡប់ទៅវិញប្រហែលជាលហេងបាននិយាយប៉ុន្តែខ្ញុំមិនបាច់ជាមិនតន់តែពិតដល់ពេលលហេងរៀននៅឡាវគឺ civil engineering ដល់ពេលរៀននៅកូរ៉េ civil engineering ដែរត្រូវអត់ឬក៏ស្តៀងជាមួយគ្នាការខ្ញុំនៅឡាវគឺខ្ញុំរៀនជំនាញ building technology ដែលស្ថិតនៅក្នុង faculty of architect អញ្ចឹងអា building technology នេះខ្ញុំដឹងថានៅខ្មែរដូចជាអត់មានទេគឺជំនាញហ្នឹងគឺយើងសិក្សាតែចំពោះអាគារតាំងពីលើរហូតដល់ក្រោមអញ្ចឹងអត់មានខ្នល់អត់មានផ្លូវទេតែបើសិនជានៅខ្មែរគឺយើងសិក្សាសំណង់ស៊ីវិលយើងមានសិក្សាទាំងផ្លូវទាំងស្ពានបាទហើយរហូតខ្ញុំ apply មករៀននៅកូរ៉េហ្នឹងគឺខ្ញុំសិក្សាយកជំនាញ structural engineering ក៏ប៉ុន្តែចំពោះសាលាខ្ញុំគឺខាងសាលានោះគឺគាត់បាន mail មកឲ្យខ្ញុំរើសយកជំនាញម្ដងទៀតហើយខ្ញុំដាក់ជំនាញទី1គឺ structural engineering ហើយជំនាញទី2គឺខាងរ៉ែខាងគ្រឹះខាង foundation
នេះlàហេងជួយបញ្ជាក់ទៅហេតុអីបានជារើសជំនាញហ្នឹងគិតថាម៉េចទៅថ្ងៃមកចុះ ខ្ញុំគិតថាជំនាញពីរហ្នឹងដែលខ្ញុំរើសខ្ញុំឆ្លាញ់ទី1ខ្ញុំឆ្លាញ់ទី2 structural engineering ខ្ញុំគិតថានៅក្នុងស្រុកខ្មែរគឺអត់ទាន់មានវិស្វករណាដែលគាត់លេចធ្លោគាត់មានតែគាត់អត់ទាន់លេចធ្លោតាក់ការ design អាខ្ពស់ទេហើយក៏ស្រុកខ្មែរយើង3ស្រុកខ្មែរយើងកំពុងតែចាប់ design បច្ចេកវិទ្យាថ្មីដែលខ្ញុំជ្រើសរើសហ្នឹងគឺខាងខ្សែកាបអាគារខ្សែកាបដែលយើងអត់មានធ្នឹមចូលជួយទេគឺយើងតែស្លាប់ហើយនឹងសសរដែលពីប្រហែលឆ្នាំខ្មែរយើងគឺគាត់ចូលចិត្តធ្វើដែលឯកទេសហ្នឹងដែលគេបានរកឃើញហ្នឹងគឺវាល្អវាសមចាស់ហើយមិនខ្ពស់ណាស់ណាទេហើយវាលឿនទៀតដល់ពេលគេមានការរិះគន់ខ្លាំងមែនតើនៅការធ្វើគឺតែ Tension slab ហ្នឹងគឺគេរកឃើញយូរហើយបាទគឺខ្ញុំស្រុកខ្មែរពេញនិយមក្នុងការធ្វើអាហ្នឹងហើយណាមួយវាលឿនអញ្ចឹងហើយខ្ញុំក៏ស្រឡាញ់ក្នុងការរៀនជំនាញហ្នឹងហើយខ្ញុំចង់ស្រាវជ្រាវបន្ថែមទៀតនៅអ្វីដែលថ្មីតាក់ទងនឹងជំនាញរបស់ខ្ញុំហ្នឹងជំនាញPort Tension slab ហ្នឹងបាទហើយទី2គ្រឹះគឺខ្ញុំស្រឡាញ់គឺស្រុកខ្មែរគឺមានអាគារខ្ពស់នៅចិត្តគ្នាច្រើនហើយដែលត្រូវការសិក្សាគ្រឹះឲ្យបានស៊ីជម្រៅថែមទៀតដែរបាទហើយអ្វីដែលបងប្រាថ្នាខ្លួនឯងហ្នឹងគឺថាខ្ញុំចង់ឲ្យប្រទេសខ្លួនឯងគឺមានវិស្វករខ្លួនឯងធ្វើដោយខ្លួនឯងមិនចាំបាច់ទៅពឹងបរទេសប៉ុន្តែលុយអត់លុយគឺលុយគឺពិបាកគឺវារៀងអស់ថ្លៃនៅពីគម្រោងមួយហ្នឹងគឺធ្វើអស់ច្រើនបាទយើងត្រូវការកណនីប្រើពេលយូរហើយក៏ត្រូវការចំណាយលុយច្រើនបាទអូខេឡែងសួរចេះពេលឡែងរៀនចប់តទៅបណ្ឌិតទៀតឬក៏ចប់ទៅត្រឡប់មកខ្មែរវិញហើយធ្វើការក្រសួងឬក៏ឧទាហរណ៍បើក startup ខ្លួនឯងឬក៏មិនបច្ចុប្បន្នអ្វីដែលខ្ញុំគិតនេះគឺខ្ញុំគិតរឿងរៀនភាសាសិនច្រើនបាទក៏ប៉ុន្តែអ្វីដែលខ្ញុំគិតនៅថ្ងៃក្រោយហ្នឹងនៅពេលដែលបើសិនជាមានអាហារូបករណ៍ទៅក្រៅបន្តគឺខ្ញុំចង់ទៅស្វែងយល់ឲ្យបានច្រើនបន្ថែមទៀតព្រោះជំនាញរបស់ខ្ញុំហ្នឹងគឺវាទូលំទូលាយច្រើនអញ្ចឹងត្រូវការសិក្សាបានច្រើនបាទហើយទី2បើសិនជាមានឱកាសក្នុងការចូលក្នុងក្រសួងដូចជាសូយ៉ៃឬក៏ក្រសួងដែនដីឬក៏ក្រសួងសាធារណការក៏ខ្ញុំចង់ចាប់ឱកាសហ្នឹងចូលទៅក្រសួងដែរហើយទី3គឺខ្ញុំចង់បើកអាជីវកម្មខ្លួនឯងបាទធ្វើការក្រុមហ៊ុនឲ្យគាត់ខ្ញុំគិតថាក្រុមហ៊ុនដូចជា C យ៉ុងកាន់ទីនៅមានក្រុមហ៊ុននៅភ្នំពេញ Yeah, I see. Yeah, Bujong. Yeah. Okay, là hay. Yeah, interesting ណានិយាយរួមទៅតកតងជាមួយនឹងសំណង់នៅខ្មែរយើងក៏ចង់និយាយថាវាអាចគប់ផ្សំជាមួយនឹងចង់និយាយថា real estate ជាមួយនឹងនិយាយរួមទៅអាគារឥឡូវ condo អញ្ចឹងណាហើយគប់ផ្សំជាមួយនឹងប្រជាជនភាគច្រើនគឺ move ទៅ middle class អញ្ចឹងទៅគាត់ចង់និយាយថាសេដ្ឋកិច្ចកើនឡើងអញ្ចឹងទៅការកន្លែងស្នាក់នៅអញ្ចឹងណាដែលមានផាសុកភាពអញ្ចឹងវាកើនឡើងអញ្ចឹងអញ្ចឹងខាងសំណង់គឺយើងត្រូវការច្រើនអូខេមានអីឥឡូវអរគុណឡែងឥឡូវយើងបកមកឆ្លើយសំណួរគ្នាវិញឡែងចង់សម្រាប់បន្តិចឬក៏មិនអត់អីណាអត់អីតោះខ្ញុំសួរទេបន្តបានទៀតបានចា៎អូខេគ្នាយើងមានសំណួរអីទៅទៀតបានអូខេlet me see គ្នាយើងសួរថាបើសិនជាតកតងជាមួយនឹងផ្នែក STEM អញ្ចឹងណាមកកណិតវិទ្យាសាស្ត្រវិស្វកម្មអញ្ចឹងណាចំពោះមាត់កណិតមាននៅក្នុងមានជំនាញហ្នឹងមាននៅក្នុង link របស់ GKI ដែលគាត់អាច apply បានបាទច្រើនគឺគាត់អូខេនិយាយមកឡើងអីជំនាញគឺមាន
ច្រើនជំនាញទាំងសិល្បៈទាំងអីហ្នឹងគឺមានច្រើនបាទ ចេះអាហ្នឹងគឺរបៀបថាឧទាហរណ៍ថានៅសកលណាខ្លះនៅនោះបកកាយខាងហ្នឹងអញ្ចឹងណាក្រៅពីកន្លងមកខ្ញុំឃើញដូចខាយដូចអីអញ្ចឹង UST អីក្រៅពីសកលហ្នឹងមានអីទៀតមានសកលណាទៀតជំនាញខាងហ្នឹង អឺ បកកាយ ចំ ខាង ពោះ STEM ហ្នឹង ចំពោះជំនាញហ្នឹងខ្ញុំអត់ច្បាស់ថាសកលណាខ្លាំងទេច្រើនតែបើសិនជាចំពោះជំនាញengineering គឺខាយខ្លាំងហ្នឹងគឺតបតែម្ដងច្រើនបន្តមកទៀតបើនិយាយជុំភពដូចផ្សេងថែមទៀតបាទពោះជំនាញហ្នឹងខ្ញុំអត់ដឹងគឺតែជំនាញព្រោះវិបានវាយយកតែវាជំនាញហើយ អូខេអឺ ប៉ុន្តែច្រើនសូមបន្ថែមតិចតើនៅជំនាញថ្ងៃយើងថាស្វែងរកកលល្បីយើងអាចវាយផ្សារយើងអាចវាយ ranking Unary and គឺអាចហ្នឹងក៏ប៉ុន្តែការ ranking របស់សាលានៅកូរ៉េគឺបូកផ្សំគ្រប់ជំនាញចំណែកខ្លាំងហ្នឹងគឺជំនាញទាំងមូលតម្រងអញ្ចឹងយើងអត់អាចខ្លាំងអាចមើល detail ចូលមើល detail ថាជំនាញមានជំនាញអីខ្លះខ្លាំងគឺយើងអាចមើលនៅក្នុងបានច្រើនបាទអូខេស្តៀងគ្នាសំណួរពីរហ្នឹងក៏ថាយ៉ាខ្ញុំឆ្លើយបានតែមួយទៀតតើឲ្យឆ្លើយគាត់សួរថាអឺបើសិនបើយើងរៀនឆ្នាំទី1អូខេបើសិនបើយើងរៀនឆ្នាំទី1គឺយើងអាចដាក់បានអាហ្នឹងអត់អីទេឆ្នាំទី2ដាក់បានតែគ្នាយើងសួរម្នាក់ទៀតថាបើសិនបើយើងរៀននៅខ្មែរឆ្នាំទី3ហើយចុះបើជាប់ scholarship ហ្នឹងគេនឹងបើឲ្យរៀនតឬក៏រៀនឆ្នាំទី1ម្ដងទៀតឡើងពោះបើសិនទាំងសម្ពុដូចជាអត់តតែបើសិនក៏អត់ដាច់តនេះគឺទៅរៀនដើមទី1មកក៏ពីមករកអូខេយ៉ាអរគុណហើយតកតងជាមួយកន្លែងហ្នឹងសម្រាប់ខ្ញុំអត់ recommend ឲ្យទេឆ្នាំទី3ហើយមិនបាច់ដាក់យកត្រៀមបញ្ញាបត្រទេវាខាតពេលចាំឆ្នាំទី4ដូចលហេងអញ្ចឹងនិយាយថាពេលយើងចប់ឆ្នាំទី3ហើយយើងចូលឆ្នាំទី4យើងអាចដាក់បានហើយនៅខ្មែរអញ្ចឹងណាកាលពីដើមគឺគេបើកខែ2អញ្ចឹងណាអញ្ចឹងជាទូទៅនៅខ្មែរបើសិនជាអត់មានកូនណានិយាយរួមទៅដូចនៅសាកលវិទ្យាល័យភូមិភ្នំពេញនិយាយរួមទៅចូលខែ2វាចាប់ដើមឈុំមាស2ហើយអញ្ចឹងឈុំមាស2ព្រោះអាហារូបករណ៍ GKS វាមិនដូចអាហារូបករណ៍មិនទេវាចំណាយពេលចង់មួយឆ្នាំអញ្ចឹងណា GKS វាកន្លះឆ្នាំអីទេអញ្ចឹងយើងពេលចូលឆ្នាំទី2យើងអាចដាក់បានហ្មងចង់និយាយថាឆ្នាំទី4ឈុំមាសទី2គឺយើងអាចដាក់បានអញ្ចឹងគឺវាអត់ខាតពេលទេអញ្ចឹងវាជាចំណុចល្អកន្លែងហ្នឹងខ្ញុំចង់និយាយមួយទៀតវាចំណុចកន្លែងនោះដែរខ្ញុំនិយាយឲ្យតាក់ទងជាមួយមិនយើងនិយាយពីសប្តាហ៍មុនហើយអញ្ចឹងថ្ងៃនេះយើងនិយាយតែតាក់ទងជាមួយនឹងក្រេអូខេឡើយហើយឥឡូវមើលសំណួរគ្នាយើងតទៀតចាំតិចឡើយអូខេហើយបរទេសមិញទៅដល់ណាស្ងាត់ឡោហើយឡើយគាត់អាចទៅក្រៅបាទអាចទៅប្រជុំគ្នាខាងក្រៅអូខេឡើយចឹងនិយាយថាតើមួយ GKS វាមានគ្រប់បុកទៅហើយព្រោះមានគ្នាយើងសួរថាមានជំនាញ Finance Art មានជំនាញMBA Art ហើយមានជំនាញ Art Education Teaching យល់គ្រប់មកទៅអត់តើមួយ GKS បាទមានគ្រប់គឺនៅពេលដែលយើង apply ហ្នឹងគឺគេឲ្យ link Excel មួយដែលមានសាលាហើយក្នុងសាលានីមួយហ្នឹងគឺយើងអាចមើលជំនាញដែលយើងចង់រៀនហើយចំពោះសាលាខ្លះគឺផ្ដោតទៅលើ engineering ហើយសាលាខ្លះទៀតគឺផ្ដោតលើខាងសិល្បៈអីចឹងទៅហើយសាលាខ្លះទៀតគឺផ្ដោតទៅលើខាងគឺក្តោបរួមតែម្ដងបាទអញ្ចឹងមានច្រើននៅក្នុង link Excel នឹងសាលាដែលគេបើកឲ្យយើង apply បាទ
អូខេអូខេតកតងជាមួយនឹងគ្នាយើងសួរថាacceptance rate ឧទាហរណ៍ដូចស្កលឆ្លៃដូចនៅសូលអញ្ចឹងណាសេអ៊ូលអញ្ចឹងណាចង់និយាយថាតកតងមួយដោយសារវាមានស្កលឆ្លៃច្រើនអញ្ចឹងแล้วហេងគិតថាacceptance rate ដូចនៅសេអ៊ូលអីតកតងជាមួយតាមខេត្តអីមួយណាចង់ថាមួយណាខ្លាំងជាងតកតងមួយពីរហ្នឹងវាអាស្រ័យលើជំនាញដែលឆើរបស់ជាយើងគិតរ៉េងតម្រងគឺមានសាលា Sky ដែលគេនិយាយថាសាលា Sky ហ្នឹងមានសេអ៊ូលNational University ហើយYonsei ហើយជាមួយនឹង Korean University សាលា3ហ្នឹងគឺ top តែម្ដងច្រើននៅក្នុងសេអ៊ូលក៏ប៉ុន្តែមានជំនាញខ្លះទៀតដែលខ្ញុំទទួលបានពីច្បាប់ថាជំនាញរបស់គាត់របស់សាលា3ហ្នឹងគឺអត់ rank វិញអាហ្នឹងខ្ញុំសុំនិយាយដោយអ្វីគាត់និយាយបាទគឺវាអត់ rank វិញវាអត់ខ្លាំងវិញតែបើសិនជាមកសាលាដែលរៀនមករៀនភាសាកូរ៉េនៅសាលា Keimyung University ខ្ញុំរៀនភាសាបច្ចុប្បន្នគឺសិស្សគាត់ថាគឺជាសាលាដែលល្បីខាងភាសាបាទអញ្ចឹងវានៅមកតាមខេត្តវិញបាទក៏ប៉ុន្តែសាលាហ្នឹងគឺវារ៉ាំទៀបជាងសាលានៅស្អ៊ូលបាទហើយដូចជាសាលាខាយអីគឺបើសិនជាចំពោះ engineering គឺ top វិញច្រើនបាទចំពោះខាង engineering គឺ top ខ្លាំងមែនតើបាទពេលអញ្ចឹងវាអត់អាស្រ័យលើវាអាស្រ័យលើជំនាញមួយអញ្ចឹងច្រើនបាទ I see your point yeah ពេលខ្លះនិយាយតទៅខ្ញុំសូមបន្ថែមទៀតបើចំពោះ IT ដូចនៅខ្ជុងភពដែលនៅស្ថិតក្នុង Tegu នឹងដែរខ្ញុំទទួលបានពីលោកគ្រូគាត់និយាយថាសិស្សដែលគាត់ចេញពីខ្ជុងភពហ្នឹងមួយចំនួនគឺចូលធ្វើការក្នុងក្រុមហ៊ុន Samsung ដែលពីជាងគេលោកបាទក្រុមហ៊ុនទូរស័ព្ទដៃក៏ក្រុមហ៊ុនក្រុមហ៊ុន Samsung ហ្នឹងដែលគេជំនាញខាងផ្នែក IT Okay that's interesting yeah នៅតែបញ្ជាក់គ្នាយើងដែលថានិយាយរួមទៅអាហារូបករណ៍នោះវាមានគ្រប់មុខបើថាបញ្ញាបត្រវាមានទាំងពេទ្យមានទាំងអីនិយាយវាមានគ្រប់មុខគាត់ថាអូខេអញ្ចឹងគ្នាយើងតាក់ទងជាមួយនឹងរឿង IT រឿង electrical electronic engineering អីហ្នឹងហើយដូចលហេងបញ្ជាក់អញ្ចឹងយើងអាចទៅ check មើលនៅ study in Korea and check មើលទៅថាតើមានlink គេពីមុនអញ្ចឹងប៉ុន្តែតាមឆ្នាំមួយទៅឆ្នាំមួយវាដូចគ្នាតែខ្ញុំសូមបន្ថែមបន្តិចទៀតចំពោះសាលាបើសិនជាយើងស្វែងរកយើងអាចទៅចាស់ X ហ្នឹងគឺខ្ញុំគេមកពីខ្ញុំស្គាល់ GKS ដែលបើនិយាយឲ្យត្រង់ទៅខ្ញុំសូមនិយាយត្រឡប់ក្រោយតិចខ្ញុំស្គាល់ GKS គឺស្គាល់តែជីឆើពីមុនខ្ញុំអត់ដឹងថា GKS ហ្នឹងមកពីណាទេហើយខ្ញុំស្គាល់ហ្នឹងគឺស្គាល់តាំងពី2018ដែលឆើបានប្រាប់ថា GKS គឺគេមានចង់មានបងផ្សេងមានបំណងទៅរៀននៅកូរ៉េ GKS ហ្នឹងគឺល្អហើយខ្ញុំបានស្វែងដាក់កំណត់សិក្សាស្វែងយល់ពីវាតាំងពីពេលហ្នឹងមករហូតតាំងពីខ្ញុំចាំគឺដូចជា2018ចូល2019ណាបាទខ្ញុំសិក្សាតាំងពីហ្នឹងមករហូតហើយត្រៀមថាចុងឆ្នាំទី4នឹងដាក់តែម្ដងហើយអញ្ចឹងខ្ញុំចូលទៅ download link ចាស់ទាំង Excel ទាំងអីហ្នឹងគឺខ្ញុំយកមកមើលសាលាគឺខ្ញុំចម្រាញ់យកសាលាតាក់ទងនឹង engineering ហ្នឹងគឺខ្ញុំយកមកចម្រាញ់រើសហើយសម្រាប់ចិត្ត apply នៅក្នុងឆ្នាំទី4ហ្នឹងតែម្ដងបាទអូខេអូខេលហេប្រហែលជាអាចគិនឹងសំណួរចុងក្រោយអូខេលហេនេះថ្នាក់សម្រាប់ថ្នាក់បញ្ញាបត្រហ្នឹងណាសួរថាបើសិនបើឆ្នាំទី1ឆ្នាំទី2ហើយដល់ពេល apply GKS ថ្នាក់បញ្ញាបត្រហ្នឹងគេយកបន្ទុកពីវិទ្យាល័យឬក៏សាកលវិទ្យាល័យបាទចំពោះយើងបើសិនជាយើងរៀននៅបញ្ញាបត្រហើយយើង apply បញ្ញាបត្រគឺយើងត្រូវយកបន្ទុកពីវិទ្យាល័យមកច្រើនបាទ Yeah I also think so yeah ទោះបីយើងនឹងក្តៅសំខាន់គេយកពីវិទ្យាល័យអូខេនៅលហេងអានេះខ្ញុំចង់សួរដែរតែគ្នាយើងគាត់សួរដែរសម្រាប់លហេងដោយសារតែវាមានដាក់តាមសកលគឺ University Track ហើយនឹងតាម Embassy
track ឬក៏តាមស្ថានទូតអញ្ចឹងណាសម្រាប់លះហេងតើបើសិនបើគ្នាយើងគាត់ចង់ដាក់តើលះហេង recommend ថាគួរដាក់តាម university track ឬក៏ embassy track អឺចំពោះសម្រាប់ខ្ញុំចង់ឲ្យបើសិនខ្ញុំសូមនិយាយបែបនេះអឺបើសិនយើងនៅខ្មែរយើងអាចដាក់ embassy track បន្ទាប់ពួកអី embassy deadline វាគឺដូចជាអាចនឹងពាក់កណ្ដាលខែ3ឬក៏ចុងខែ3បាទជារៀងរាល់ឆ្នាំអញ្ចឹងយើងនៅពេលដែលយើងដាក់ embassy track club វាថាអាចអកុសលយើងធ្លាក់យើងបង្វែរមកដាក់ university track យើងទៅរកសកលណាដែល deadline ចុងខែ4ឬក៏ពាក់កណ្ដាលខែ4អញ្ចឹងយើងអាចដាក់បាន2តង់គាត់ថាការដាក់ embassy track ហ្នឹងគឺយើងត្រូវរៀបឯកសារ3ច្បាប់ហើយ apply តាម university track គឺយើងរៀបឯកសារតែមួយច្បាប់ទេបាទនៅក្នុងស្រមសម្បត្តិបាទគឺបែបហ្នឹងចាបាទអូខេលះហេងយ៉ាដោយសារតែដូចលះហេងបញ្ជាក់ពីកន្លងមកគឺ university track វាមាន3តង់ទៅដល់ពេល embassy track វាមាន2តង់និយាយរួមទៅអាតង់ហ្នឹងដឹងតែក្នុងចំណោមតង់នេះតង់ទី2នៅ NID ទាំងពីរត្រូវអត់បាទលះហេងគិតថាតើមានចេះយើងសួរថាតើមានវិធីសាស្ត្រណាដែលអាចធ្វើឲ្យចាំមានឱកាសដែលអាចត្រូវគេជ្រើសរើសនៅក្នុងវគ្គតង់ទី2 NID ហ្នឹងមាន tip អីហ៎ទី1យើងពឹងទៅលើ statement របស់ភពហើយភពឯកសាររបស់យើងត្រូវលក្ខខណ្ឌគេបាទយើងត្រូវគោរពតាមលក្ខខណ្ឌ guideline ID ដែលគាត់បានចែងមកនេះត្រូវធ្វើហើយដូចសិស្សច្បងការខ្ញុំដាក់ហ្នឹងគឺសិស្សច្បងគាត់និយាយថាតែយើងជាប់តង់ទី1ហើយតង់ទី2ដឹងថា80%ទៅ90%យើងជាប់ direct ក៏ប៉ុន្តែមានអ្នកខ្លះទៀតគឺគាត់ធ្លាក់នៅក្នុងតង់ទី2ហ្នឹងខ្ញុំក៏អត់ច្បាស់ថាមូលហេតុអីដែរច្រើនហើយខ្ញុំធ្វើនៅអ្វីដែលខ្ញុំបានខ្ញុំនៅពេលខ្ញុំហ្នឹងគឺខ្ញុំគោរពតាមលក្ខខណ្ឌរបស់ NID តែប៉ុណ្្នឹងច្រើនក្រោយពីខ្ញុំចប់តង់ទី1ហើយគឺខ្ញុំផាសទី2លហេងតាក់ទងមួយកន្លែងលហេងឥឡូវលហេងមានអីចង់បន្ថែមទៀតទេតាក់ទងមួយកន្លែងហ្នឹងតែខ្ញុំចង់ថែមបន្តិចបាទលហេងមានអីថែមមកអត់អីដូចជាគ្នាយើងសំណួរឆ្លើយចង់អស់ហើយបើសិនជាអត់អាចតាក់ទងលហេងបានយ៉ាដូចអត់មានអ្វីដែលត្រូវឲ្យដូចថាធ្វើឲ្យជោគឆ្លានៅតង់ពីព្រោះ NID គាត់ជាអ្នកកំណត់អូខេយ៉ាកន្លែងនេះគឺគាត់ថាតាក់ទងជាមួយលហេងគឺយរុំគាត់សកម្មហើយគាត់សម្រាប់ខ្ញុំមើលទៅលហេងតាក់ទងជាមួយនឹង application ហ្នឹងគឺលហេងគាត់សកម្មគាត់ថាដូចលហេងគាត់អត់មានបន្ទុកអង់គ្លេសទេប៉ុន្តែគាត់អាចមានឱកាសជាប់អញ្ចឹងណាប៉ុន្តែសំខាន់គឺគាត់បានត្រៀមច្រើនដូចគាត់ប្រាប់មុនអញ្ចឹងគាត់ត្រៀមតាំងពីចុង2019ហើយត្រូវលហេងបាទយ៉ាអញ្ចឹងណាមួយទៀតគាត់សកម្មតាក់ទងមួយកន្លែងហ្នឹងហើយគាត់យ៉ារមើលអ្នកជាប់មុនអញ្ចឹងណាហើយសុំគេធ្វើ mentor អញ្ចឹងណាអញ្ចឹងទៅផ្លេចត្រង់ចំណុចយ៉ាគេជួយច្រើនអាកន្លែងហ្នឹងចង់និយាយថាពេលខ្លះវាសំខាន់វាអត់សំខាន់ថាសមត្ថភាពយើងមានប៉ុណ្ណាសំខាន់ជាងស្គាល់ណាគេអានេះជាចំណុចមួយដែរច្រើនអញ្ចឹងខ្ញុំសូមបន្ថែមនឹងតិចខ្ញុំធ្លាប់អរគុណច្រើនដែលបានជួយរំលឹកការខ្ញុំសូម motivate ថែមទៀតកាលហ្នឹងខ្ញុំapply ជាមួយនឹងmentorship ហ្នឹងគឺខ្ញុំអត់បានជាប់ខ្ញុំអត់បានមានឈ្មោះក្នុងធ្វើ mentorship ពេលហ្នឹងគឺខ្ញុំចង់បាក់ទឹកចិត្តខ្លះហើយក៏ប៉ុន្តែខ្ញុំនៅតែមានកូនចិត្តមួយថានៅតែចង់ apply GKS នឹងដែរអញ្ចឹងខ្ញុំត្រូវឆាតទៅរកសិស្សច្បងដែលគាត់ជាប់ពីមុនមកហ្នឹងដែលគាត់ជាប់មុនខ្ញុំមួយឆ្នាំហ្នឹងបច្ចុប្បន្នគាត់រៀនពេទ្យបាទអញ្ចឹងគាត់តែងតែ recommend ឲ្យយើងត្រូវរៀបឯកសារបែបណាអញ្ចឹងគឺគាត់ជួយហើយខ្ញុំទៅតាក់ទងសិស្សច្បងដែលរៀនសាលាខ្ញុំបច្ចុប្បន្នហ្នឹងដែលរៀនសាលាជំនាញរបស់ខ្ញុំហ្នឹងឲ្យគាត់ជួយឆែកមើលគាត់សន្និការផ្លាផងជួយតច្បងគាត់ឆ្លើយតបរៀនលើកលែងគាត់ណា
រឿងរងចាំមួយថ្ងៃឬក៏2ថ្ងៃអញ្ចឹងចាំបាទហើយខ្ញុំក៏បានធ្វើតាមអ្វីដែលគាត់បាន recommend ហើយបាន recommend picture ខ្លះហ្នឹងក៏នៅតែធ្វើរហូតដល់ខ្ញុំ pass ជុំទី2តែខ្ញុំទទួលបានដំណឹងពីបងដែលគាត់ដាក់ mentorship ហ្នឹងបងខ្លះក៏គាត់ធ្លាក់ក៏គាត់ fail អាហ្នឹងគឺនិយាយឲ្យត្រង់តែម្ដងអញ្ចឹងគាត់ទៅសុំ5ផ្ញើទៅអ្នកដែលគាត់ចង់ដាក់នៅក្រោយទៀតហ្នឹងបើសិនជាគាត់អត់បានជា mentorship ទេគាត់អាចឆាតទៅរកសិស្សច្បងមិនថាខ្ញុំមិនថាមានសិស្សច្បងច្រើនទៀតដែលគាត់ជាប់ឬគាត់ខ្លាំងគឺគាត់មានបបតបមិនថាទាំង University Track ឬក៏ខាង Embassy Track គឺគាត់អាចជួយពួកយើងបានបាទ អូខេយ៉ាគាត់ថាអូមិនតិចទៀតអត់បានឆ្លើយគ្នាយើងខ្ញុំគិតថាស្អាហ្នឹងចុងក្រោយចុះមុនពេលហើយមានអីចង់បន្ថែមគ្នាយើងសួរតាក់ទងជាមួយរបៀបទៅសេ personal statement tip to say personal statement statement of purpose ផ្លេចឆ្លើយតបគ្នាយើងកន្លែងហ្នឹងអូខេហើយដាក់បន្តិចឆ្លើយអាហ្នឹងដូចឆ្លើយដូចសមយើងចឹងអាហ្នឹងអត់ទេអាហ្នឹង story របស់យើងអាហ្នឹងនិយាយទៅអត់អីទេអាហ្នឹងបបសោតយើងទេបបសោតយើងបសោតខ្ញុំនៃការខ្ញុំទៅសេហ្នឹង personal statement I see ខ្ញុំទៅសេគ្រប់តាមកាយរបស់គេច្រើនកាលហ្នឹងគឺតាមឆ្នាំនីមួយរបស់ GKS គឺគេប្រកាសមកគឺគេពាក្យខ្លះប្រយោគខ្លះយើងត្រូវអានវាហើយត្រូវសរសេរហើយការឆ្នាំទៅខ្ញុំភ្លេចអត់តែអ្វីដែលខ្ញុំញ៉ាំគឺខ្ញុំទៅសេរាប់ខ្លួនឯងចំនួននៅឯណាហើយខ្ញុំកំពុងរៀនជំនាញអ្វីហើយខ្ញុំបានធ្វើអ្វីខ្លះពីមុនមកមានបបធ្វើអ្វីខ្លះហើយតែខ្ញុំទៅណាខ្លះចូលរួមកិច្ចការខ្លះតែខ្ញុំត្រូវចង់ទៅរៀនអ្វីខ្លះអញ្ចឹងបាទគឺតែកុំសេញទៅញ៉ៃឲ្យដាច់ចេញពីអា statement ហ្នឹងពីតែនៅជាមួយនឹង future plan study plan សំដៅលើគម្រោងការសិក្សាស្រាវជ្រាវរបស់យើងនៅពេលយើងបាន pass scholarship ហើយយើងនឹងត្រូវរៀនអ្វីអានេះគឺយើងស៊ីជម្រៅជាមួយនឹងជំនាញរបស់យើងតែបើសម្រាប់ personal statement គឺយើងទៅសេតងពីអ្វីដែលខ្លួនឯងកំពុងមានបច្ចុប្បន្នដែលគាត់ដែលយើងចង់បច្ចុប្បន្នហើយ experience ដែលយើងមានបច្ចុប្បន្នអញ្ចឹងបាទអូខេគាត់ថាបានឆ្លើយតបសំណួរគ្នាយើងច្រើនណានិយាយរួមទៅបើគ្នាយើងមានសំណួរច្រើនអាចតាក់ទងជាមួយឡាយហេងបានអត់ទេអូខេ now ឡាយហេងមានអីចុងក្រោយទេនិយាយចុងតើបើសិនជាអាចបើសិនអ្នកដែលគាត់ចង់ apply តាម Embassy Track អាចតាក់ទងបងស្រីមួយដែលគាត់ចូលក្នុងហ្នឹងគាត់រៀនភាសាវិញហ៎តែគាត់លឺហើយគាត់ឈ្មោះ UE Hello បងគាត់រៀននៅសេអ៊ូលគឺគាត់រៀននៅសាលា Sky Yonsei បាទគាត់ជាប់ Embassy Track ចំនួនមួយខ្ញុំដែរបាទអូខេគាត់នៅក្នុងហ្នឹងដែរច្រើនបាទអូខេមានអីទៀតទេហើយហ្នឹងជាពុកមានបងខ្ញុំសុំហៅបងទាំងអស់ទាំងមកគឺបើសិនជាគាត់ apply ទៅហ្នឹងបើសិនជាអាចមានចម្ងល់អីគាត់អាចឆាតសួរខ្ញុំបានឬក៏មិនថាខ្ញុំទេមិនថាអ្នកណាសិស្សច្បងដែលរៀននៅកូរ៉េហ្នឹងគាត់អាចសួរបានទាក់ទងនឹងការ apply យ៉ាងម៉េចយ៉ាងម៉ាហ្នឹងគឺអាចទាក់ទងមកសួរបានអញ្ចឹងច្រើនបាទហើយក៏ខ្ញុំសុំបញ្ជាក់ដែរថារាល់អ្វីដែលខ្ញុំនិយាយហ្នឹងគឺវាពេលខ្លះគឺវាអត់ក្បោះក្បាយក៏សូមអធិស្ឋានពេលខ្លះទៅនិយាយទៅគឺអាចពេលខ្លះអាចជ្រុលខុសលក្ខណៈក៏បាទសូមអធិស្ឋានទុកមុនអញ្ចឹងឆាប់បាទអូខេអត់អីឡើយអត់អី I said no problem yeah just joking អូខេយ៉ាអរគុណឡើយចំណាយពេលជាមួយគ្នាយើងហើយគ្នាយើងក៏ថ្ងៃនេះអធិស្ឋានដោយសារតែតាក់ទងជាមួយនឹងរឿងtechnical issue ដោយសារតែលហេងគាត់ស្នើថាគាត់អូខេមកនិយាយតាម Facebook live អញ្ចឹងណាប៉ុន្តែយើងព្យាយាមពួកខ្ញុំពីរអ្នកព្យាយាមធ្វើលើ Facebook អញ្ចឹងប៉ុន្តែវាស៊ូមវាប្រាប់បានហើយវាពិបាកចូលអញ្ចឹងទៅចំណាយពេលយូរទ្រាំបានចូលក្នុងនេះហើយវាមានការរ៉ាត់រូលពីដើមទីអញ្ចឹង
អញ្ចឹងយ៉ាអធិស្ឋានគ្នាយើងហើយមួយទៀតសម្រាប់គ្នាយើងចាមានចំនួនអីអាចសួរតទៅមួយលះហេឬក៏ដូចលះហេបានរៀបរាប់យើងអាចសួរអ្នកណាដែលមានបទពិសោធន៍ដាក់ហ្នឹងអញ្ចឹងណាហើយគឺយើងបើសិនជាអ្នកណាគាត់ចង់ចែកលេខបទពិសោធន៍អីគាត់អាចតាក់ទងមកខ្ញុំបានគាត់ថាខ្ញុំតរណៅនេះឥឡូវប៉ុន្តែបើសិនជាយើងចង់ចែកលេខបទពិសោធន៍ដូចគ្នាដែរអូខេបានអឺអាចតាក់ទងមកខ្ញុំបានគាត់ថាឥឡូវសប្តាហ៍នេះយើងបានសប្តាហ៍ទី3ហើយប្រហែលជាអាចមានឱកាសក្រោយអាចនឹងអឺសុំលះហេងមកនិយាយម្ដងទៀតលះហេង អាច អត់យ៉ា ខែ2ក៏បានដែរខែ2ខ្ញុំ បាទ អត់អត់ មុននឹង អត់អូអត់អីលះហេងប្រហែលជាខ្ញុំរៀបចំព្រោះឥឡូវនឹងរវល់ដែរតែគាត់ថាអត់អីប្រហែលជាលើកក្រោយខ្ញុំមិនបាច់លះហេងមកម្ដងទៀតអញ្ចឹងណា បាទ ប្រ បា ហែ ទ លជាអាចនៅកន្លែងផ្ទាល់ឬក៏យ៉ាងម៉េចចាហើយហើយតាក់ទងជាមួយនឹងគ្នាយើងដែលចង់ចែកម្លែកបទពិសោធន៍អាចតាក់ទងខ្ញុំបានអូខេ fine ហើយជាមួយយើងបានមុនដំបូងយើងតាក់ទងជាមួយទៅថៃយើងបាននិយាយហើយតាក់ទងមួយជំនាញពេទ្យទី2តាក់ទងជាមួយនឹងជប៉ុនជាពិសេសតាក់ទងជាមួយនឹង interior design និង urban planning ហើយនេះតាក់ទងជាមួយកូរ៉េយើងនិយាយតាក់ទងជាមួយនឹងcivil engineering សប្តាហ៍បន្ទាប់ let me sing ប្រហែលជាព្យាយាមអាចមូជុំវិញពិភពលោក let's see ប្រហែលជាអាចមើលអាមេរិកឬក៏ចិនឬក៏អូស្ត្រាលីអញ្ចឹងណាប៉ុន្តែឥឡូវចាំមើលបើសិនជាគ្នាយើងគាត់ស្ម័គ្រចិត្តមុនយើងអាចចាំបន្ទាប់ប៉ុន្តែខ្ញុំព្យាយាមឆ្លៀតបន្ថែមទីកន្លែងហ្នឹងតែជាមួយជាក់ស្ដែងតែយើងបាននឹងធ្វើអីបន្ទាប់ទៀតអាចធ្វើបានទេអូខេអញ្ចឹងអរគុណអ្នកនរអរគុណលះហើយយ៉ា បាទ យ៉ាហើយសុំថែមបន្តិចទៀតចំពោះ យ៉ាបង និយាយចុះ ចំពោះបងប្អូនដែលគាត់តាមមកហ្នឹងគឺចាំខ្ញុំឆ្លើយតាមប្រសិនជាគាត់ឆ្ងល់អីថែមហ្នឹងគឺចាំខ្ញុំឆ្លើយមួយតាមខាត personal អញ្ចឹងចា អូខេ ព្រោះខ្ញុំទទួលបានសំណួរច្រើនតែមើលអត់អស់ចា អូខេយ៉ាអរគុណលះហើយណា បាទចាអរគុណហើយដូចគ្នាចា យ៉ា បានអេមយកចូល អត់ទេលះហើយអរគុណលះហើយ ទី1របស់ខ្ញុំដែលខ្ញុំនិយាយ អូខេខ្ញុំយល់កន្លែងហ្នឹងយ៉ាអូខេយ៉ាសំណាងល្អដល់គ្នាសំណាងល្អលះហើយយ៉ាអរគុណបាទជម្រាបលាយ៉ា